ឈឺចិត្តហើយមែនទេតាមមានអីគួរឲ្យប្រចាំទៅមានកិច្ចការជាច្រើនកាលពីមុនខ្ញុំនឹងដល់និស្សិតធ្លាប់ភ្លក់ទាំងអស់ហើយពេលដែលខ្ញុំងូតទឹកជាមួយនឹងដល់និស្សិតនោះដេកជាមួយគ្នាផងនាងមិនធ្លាប់ដឹងទេនាងដល់និស្សិតមានរឿងយ៉ាងនេះមែនទេនាងធ្លាប់មានមែនហើយបងអាយ៉ាអូនស្នាយអូនស្ដាប់បងសិនណាកាលនោះបងទើបតែអាយុ6ឆ្នាំទេឥឡូវខ្ញុំអាយុ6ឆ្នាំហើយហេតុអីក៏អត់មានអ្នកណាងូតទឹកជាមួយខ្ញុំដេកជាមួយខ្ញុំឯងបន្ថែមភាពចលាចលស្អីហ្នឹងអ្នកនេះអូនសម្លាញ់បងអ្នកប្រុសរកលោកម្ចាស់ស្រុកហើយលេងហើយអត់មានឃើញទេណែតាមមានរកកន្លែងលក់ស្រាដែរទេនាងឈឺឆ្អែតនឹងរឿងនេះដែរខ្ញុំប្រកាសជាឈឺឆ្អែតហើយឪពុកនាងលោកម្ចាស់ឈិញយ៉ាងណាក៏ជាមន្ត្រីធំរបស់នគរយើងដែរខ្ញុំមិនបារម្ភមិននឹងកើតខ្ញុំខ្លាចតែគាត់ផឹកស្វឹងទេមិនបាច់ធ្វើជាឆ្មាយំចង់សេះដល់នេះឯងនេះអាយ៉ានេះសសឺសួស្ដីលោកម្ចាស់ស្រុកខាងបែកគ្នាឡើយសួស្ដីលោកប្រងតណាដែរខ្ញុំឥឡូវនេះគឺខ្ញុំយកមនុស្សមកជូនលោកវិញណាលោកមើលនៅខាងក្នុងតែជាណាគេមកចេញមកចុះមកលោកម្ចាស់អើយបងអូមិនអ្នកទាំងអស់គ្នាហៅខ្ញុំថាពុកអញ្ចឹងយើងភ្លេចថាយើងមានកូនស្រីច្រើនយ៉ាងនេះហើយលោកម្ចាស់ស្រុកមិនក៏លោកហៅពុកខ្ញុំថាពុកអញ្ចឹងដែររឿងនេះលោកមិនជ្រាបទេខ្ញុំឥឡូវនេះបានទទួលលោកម្ចាស់ជាធ្វើជាពុកធွာមកតែហើយតាពុកធွာថ្ងៃក្រោយពួកយើងជាបងប្អូនគ្នាហើយពុកអាយ៉ប្រាក់ច្រើនណាស់ពុកនេះជាចំនួនរបស់កូនតែងជួយជូនពុករបស់ពិបាកហូមណាយើងយកមកវិញធ្វើជាចំណីជ្រូកចាំខ្ញុំជួយលោកម្ចាស់នេះខ្ញុំឃ្លានណាស់ខ្ញុំចង់ហូបនំបាយខ្លងស្លាប់ហើយម៉ែឯងមានកំហឹងពេញពោះឯងនៅស្រែកលោឡាអីទៀតម៉ែខឹងរឿងអីហ្នឹងអាយ៉ាម៉ែមិនខឹងមិននឹងកាត់ទៅមើលទៅចិត្តបំបែកបំមាក់និស្សិតហើយនឹងឆាយឈិញនោះបានទៅហើយតែមិននឹកស្មានថាស្រីចង្រៃម្នាក់នោះធ្វើឲ្យកកអស់រលីងមិនបានទទួលជោគជ័យទេត្រូវខំប្រឹងតតែទៀតកូនចំគួតម្យ៉ាងទៀតមន្ត្រីពុករលួយឈានណាលីនោះបែរជាល្ងងម្លឹងទៅទទួលមនុស្សឈួតនោះធ្វើជាឪពុកធွာទៅវិញចំមែនរឿងនេះមិនអីទេដូចជាខ្ញុំទទួលនិស្សិតសើធ្វើជាឪពុកអញ្ចឹងនឹកឃើញហើយបើសិនជាទាំងអស់គ្នាសុទ្ធតែចូលចិត្តចង់បានសាច់ញាតិអញ្ចឹងចាំម៉ែប្រើល្បិចមួយចាំមើលតើមានមធ្យោបាយអីទៅអាឈីមកណាម៉ែប្រាប់ឯងណាបងនិសិនជំងឺរបស់ពុកកាន់តែធ្ងន់ធ្ងរទៅហើយពិតជាគួរឲ្យបារម្ភណាស់បងថារឿងដែលគួរឲ្យបារម្ភនោះមិនមែនរឿងអស់នឹងទេអូនគិតមើលម្ចាស់ស្រុកឈិននោះបើសិនជាមើលដឹងថាពុកមានជំងឺឆ្កួតហើយនៅតែឲ្យមានពុកច្រើនយ៉ាងនេះទៀតណាមួយទទួលពុកធ្វើជាពុកធွာទៀតផងណាបងនិសិនអូនយល់ថាស្អែកនេះយើងយកមាសនេះទៅសងលោកម្ចាស់ស្រុកឈិនវិញហើយឆ្លៀតប្រាប់គេពីជំងឺរបស់ពុកផងស្រុកទាំងផងជាស្រុកក្រីក្រមួយគេហ៊ានចាយទលាយ៉ាងនេះបញ្ជាក់ថាគេជាមន្ត្រីពុករលួយម្នាក់គេយកទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រអស់យ៉ាងច្រើនបើសិនជាបងវិញនោះមិនចឹងទេបងនិសិនឥឡូវបងឈប់ធ្វើជាមន្ត្រីហើយលែងជឿឆ្អាងនឹងគេទៀតទៅណាអូនសម្លាញ់អូនថាទៅមើលអូនរស់នៅជាមួយបងលំបាកយ៉ាងនេះជាមួយបងអូនគ្មានអារម្មណ៍ថាស្ដាយក្រោយបន្តិចណាទេយ៉ាងម៉េចបងនិសិនឲ្យតែអូនអាចនៅជាមួយបងទោះជាលំបាកជាងនេះទៀតក៏អូនមិនត្អូញត្អែដែរឆាឈិញ
អើយលោកអាយអូយ អ្នកនេះខាងក្នុងជឿណាប្រាំមក នាងខ្ញុំជាបជារាមានរឿងអយុត្តិធម៌ចង់ប្តឹង បងនិស្សិតរៀបចំរួចហើយ រួច ណា តាំងពីយូរហើយ នាងអាចឆាប់បន្តិចទៅខ្ញុំត្រូវទៅជាមួយបងនិស្សិតយករបស់ទៅឲ្យលោកម្ចាស់ស្រុកផង កុំរហ័នបងចាំអូនចុះមិនអីទេ មិនបានជាបងមើលអូនយ៉ាងនេះ អូនសម្លាញ់ហ៎ពេលនេះទៅបងដឹងថាលីលែងតំណែងទៅល្អថ្ងៃណាក៏មិនបាច់ប្រញាប់ប្រជុំពេលព្រឹកដែរណាមួយក៏មិនបាច់ចំណាយទឹកចិត្តទៅបំពេញការងារគ្មានបានការអស់នោះទៀតបងនៅទីនេះមើលអូនតែងខ្លួនយ៉ាងស្អាតនេះក៏ជារឿងមួយដែលសប្បាយល្អខ្លាំងណាស់ អ្នករឿងល្អអ្នកប្រុសជារឿងល្អមែនហើយបើសិនជាឯអ្នកប្រុសអត់មានស្បៀងអាហារខ្ញុំមើលទៅអ្នកប្រុសល្អលេង បាននេះថាម៉េច អ្នកប្រុសខ្ញុំគឺមិនយល់សោះហេតុអីក៏ត្រូវយកមាសប្រាក់បញ្ជូនទៅវិញមាសប្រាក់នេះគឺតាឈានយកបញ្ជូនលោកម្ចាស់ទេលោកម្ចាស់បានទុកវាជានំប៉ាទៅហើយអញ្ចឹងពួកយើងស៊ីវាអស់ មិន ទៅ បានទេម្ចាស់ស្រុកម្នាក់នោះមិនដឹងថាកេងប្រវាញ់មាសប្រាក់ប្រជារាស្ត្រអស់ប្រមាណទេមាសប្រាក់ទាំងអស់នោះជាទ្រព្យសម្បត្តិមិនល្អពួកយើងមិនត្រូវយកទេ ប៉ិតមែនហើយប៉ុន្តែពាក្យចាស់លោកនិយាយត្រូវណាស់ប្តីប្រពន្ធចិត្តតែមួយក៏កាត់ជាមាសប្រាក់បងនិស្សិនយើងត្រូវរស់នៅរួមសុខទុក្ខជាមួយគ្នាទៀតមុននឹងក្រោយគង់តែរកមាសប្រាក់បានជាមិនខាន អូយពិបាកមែន ហើយអូនសម្លាញ់ហ៎នៅក្បែរយើងនេះនៅខ្វះកូនម្នាក់បើមានកូនម្នាក់នោះមិនដឹងថាល្អយ៉ាងណាទេ បងនិស្សិនបងនៅនិយាយទៀតពេលដែលពុកមិនទាន់ឈួតនោះចេះតែសួរអូនថាតើពេលណាទើបមានចៅឲ្យពុកបី អូនសម្លាញ់មកចាំបងជួយគូចាំឲ្យណាអាយ៉ាពាក្យចាស់លោកពោលត្រឹងណាសប្បាយជួបជុំគ្រួសារជារឿងសុភមង្គលបងគូចិញ្ចាំអូន បងឯងនេះ អូនសម្លាញ់ចាំគូចាំរួចហើយចាំស្និទ្ធស្នាលនឹងគ្នាទៀតបានទេ បងខូចណាស់ អ្នកប្រុសអ្នកនាងវាបោះហើយលោកម្ចាស់នាំកងសន្តិសុខមកច្រើនណាស់អ្នកប្រុសឆាប់ទៅមើលទៅឆាប់ទៅ អាយ៉ាពុកស្លៀកពាក់យ៉ាងស្រុកសាលាស្រុកហើយតាមមែនទេនឹងពុកមែនហើយយើងទៅដល់សាលាស្រុកនោះទើបដឹងថារឿងនេះគឺឯងប្រព្រឹត្តស្ដាចាប់ខ្លួនកើត បងតាបងនិស្សិតខុសអីមិនបានចង់ចាប់កូន អាក្រក់មកពីមានសបោស្នេហ៍ស្រីច្រើនពេកហ្នឹងនាំទៅណា បងនិស្សិតបងសម្លាញ់នៅតាឯងដឹងថាអ្នកប្រុសធ្វើអីខុសទេ គ្រាន់តែដឹងថាមនុស្សដែលគេចាប់ខ្លួនគឺអញ្ចឹងហើយ បងនិស្សិតបងនិស្សិត ពិសេសចៅព្រឹងនេះឯងនេះឯងបានជាការជាមួយកូនរបស់យើងហើយហេតុអីក៏បោកប្រាស់ស្រីដតៃទៀតខ្ញុំពិតជាអត់ទេអូគេជិះទៅកាត់ក្បាលហ៎ បងមិនអញ្ចឹងទេនិស្សិតគេអត់មានទោសទេ មែនហើយ លោកម្ចាស់ឈិញនិស្សិតគ្រាន់តែសម្បោស្នេហ៍មិនដាច់ថ្នាក់ប្រហារជីវិតនោះទេលោកម្ចាស់ ពុកមិនទាន់តាមដានច្បាស់ផងចង់ប្រហារជីវិតខ្ញុំទៅហើយ ពុកមិនតាំងបានតាមបានច្បាស់ផងមិនបហាជីវិតគេមក ប្រហារជីវិតហើយស្រួលហូបបាយ អើយមិនអាចទេ លោកម្ចាស់ខ្ញុំដឹងថាលោកម្ចាស់ជាមន្ត្រីល្អលោកស្រឡាញ់ប្រជារាស្ត្រដូចកូនចាស់ អាយ៉ាកម្មមិនទេកន្លែងពួកយើងនេះជាស្រុកតូចតាចពុកមិនអាចយកក្បិតពីខៀនមកកាប់ពួកគេបានទេ អត់ក្បិតពីខៀន មែនហើយ បើអត់ក្បិតពីខៀនទេអញ្ចឹងជួកតែមិនអាចជួទៅទៀត អញ្ចឹងជួកបាន មិនអាចទេពុកមើលទៅខាងលើនោះមានអ្នកទុំមិនណាមកចងកសម្រាប់ខ្លួនដោយទម្ងន់ធ្ងន់យ៉ាងម៉េចបានទេមិនបានទេ ចុចចឹងគឺមិនទៅចងកមិនជួកមិនចាច់ចាញ់មិន រ៉េលៀមមួកណា អាយ៉ា អូយមិនទៅស្អុយម្ល៉េះ អូយស្អុយម្ល៉េះអូយស្អុយតាមផ្សារដល់ងាប់អើយស្អុយខ្លាំងថាមិនហើយទេមែនហើយមកផ្នែកឯណាសុំទោសហើយនឹកឃើញខ្ញុំជាម្ចាស់ស្រុកទាំងមូលបាយជាដល់ថ្នាក់នេះមកសាយលិមួកពិតជាគ្រួសារភ័ព្វមែនគ្រួសារភ័ព្វណាស់ អ្នកនាងមើលណោះ និស្សិតឆាប់ឡើងអ្នកប្រុសនិស្សិត ពួកខ្ញុំមកមើលអ្នកប្រុសហើយណា អូនសម្លាញ់មិននឹកស្មានថាអូនសុកចិត្តមកលេងនឹងបងសោះបងអូនមើលចុះពេលនេះបងជាមនុស្សអាក្រក់ម្នាក់ណាឃើញហើយក៏បែកក្បាលថយវិញដែរ បងនិស្សិតអូនជាប្រពន្ធរបស់បងអូនមិនចេះត្អូញត្អែនឹងបងទេ មែនហើយមិញបងកំពុងតែគិតថាបងជាមន្ត្រីអសរសាស្ត្រនឹងក្បាច់គុណម្នាក់ដែរមិនក៏បងធ្លាក់ដល់ដំណាក់កាលនេះបាទដឹងមិនថាអញ្ចឹងគួរតែប្រហារជីវិតបងចោលទៅអូនសម្លាញ់អូនល្អជាងគេហើយអូនសម្លាញ់យ៉ាងម៉េចហើយហ្នឹង
ហើយ អេអ្នកនាង យ៉ាងម៉េចនឹងយ៉ាងម៉េច អូន ណែ ស្អុយស្លាប់ហើយខ្ញុំក៏មិនអាចបាត់ចំមុះបានដែរពុំនោះទេគេប្រកាសជាស្មានតែខ្ញុំខ្ពើមគេជាមិនខាន អូនសំឡាញ់អូនមិនអីទេហ៎ មិនអីទេ អូ នេះពួកយើងទៅ អ្នកនាងចង់ទៅវិញណាមិនបានទេអ្នកនាង មិនបានទេនេះសិតជាប្តីរបស់ខ្ញុំឥឡូវគេកំពុងតែត្រូវការខ្ញុំត្រូវតែទៅកំដរគេលើកទឹកចិត្តគេទៅបាន យ៉ាអ្នកនាងពាក្យចាស់លោកថាចាប់ញ៉ៃឈ្មោះស្រឡាញ់គ្នាពេលដែលភ្លើងឆេះព្រៃហើយគេខ្លួនរៀងខ្លួនអ្នកនាងមើលទៅសំបីតែចាប់ព្រៃក៏បង្រៀនពួកយើងដែរអ្នកនាងមិនចាំបាច់ទៅនៅជាមួយនឹងគេនៅទេនោះហាត់លេមួកស្អុយនោះទេបងនិសាទអូនមកមើលបងហើយមកសម្រាប់សិនទៅសម្រាប់ទៅបងនិសាទតែបងអស់កម្លាំងហើយមែនទេមិនបានទេនាងពួកយើងត្រូវតែសម្រុកចូលទៅកុំឲ្យស្រីនោះហែងចំណេះបានឲ្យសោះអ្នកនាងបងនិសាទអំបញ្ញមិញអូន អូនសំឡាញ់មិនបាច់បញ្យល់ទេបងដឹងថាកន្លែងនេះមានក្លិនមិនល្អអូនទៅមកខាងក៏ត្រឹមត្រូវដែរ បងនិសិនបងមិនមែនលែងត្រូវការអូនទេ បងមិនប្រកាន់នឹងអូនទេបងគ្រាន់តែមានការបារម្ភតែប៉ុណ្ណោះបងចាំបានអូនធ្លាប់និយាយថាបើទោះជាបងជាអ្នកសៃលិមួកក៏អូនមិនត្អូញត្អែនឹងបងដែរមិននឹកស្មានថាត្រូវគេពីនេះបងសៃលិមួកតែមួយជើងសោះអូនត្អូញត្អែនឹងបងយ៉ាងនេះ មែនហើយនេះគេហៅថាប្តីប្រពន្ធដូចជាចាប់ទាំងគូពេលដែលមានទុកមកដល់ហោះរៀងខ្លួនការប៉ັດរឿងនេះធម្មតាមានអីគួរឲ្យធំដុំទៅអញ្ចឹងមានរឿងអីទៅទើបដឹងថាអ្នកណាមានស្នេហាពិតអ្នកណាមានស្នេហាមិនពិតកលែកមើលទៅដឹងហើយខ្ញុំចំពោះនិស្សិតស៊ឺគឺមានចិត្តស្មោះ ខ្ញុំពីដើមមកអត់មានត្អូញត្អែនឹងក្លិននិស្សិតពិបាកហាត់ទេឲ្យតែអាចជួយរំលែកទុកដល់បងនិស្សិតខ្ញុំមិនត្អូញត្អែទេ ខ្ញុំជួយជូតញើសឲ្យនិស្សិត ខ្ញុំជួយបក់ឲ្យបងនិស្សិតបានខ្ញុំក៏ជួយផ្លុំឲ្យបងនិស្សិតដែរខ្ញុំជួយដាំបាយឲ្យបងនិស្សិតជួយដាំបាយឲ្យបងនិស្សិតដែរ បានហើយអូនសំឡាញ់ឈប់បង្ខំទៀតបានទេអូនជួយអ្វីខ្លះដល់បងទៅ ហើយអូនមើលទៅនាងស្អីក៏មិនចេះដែរនិយាយបានតែមាត់តែប៉ុណ្ណោះ នាងខ្ញុំរែក អ្នកខ្ញុំរៀងអាយ៉ាអ្នកនាងមិនបានទេទាំងអស់គ្នាចាប់មកមើលទៅអ្នកនាងខ្ញុំសៃលិមួកហើយចាប់មកមើលទៅអ្នកនាងចាប់មើលអូ ណែអូនសំឡាញ់អូនសំឡាញ់អាយ៉ាអូនសំឡាញ់អូនសំឡាញ់អាយ៉ាបងប្រាប់ឲ្យតាកុំឲ្យស្អី ជុលរួយហើយអ្នកនាងអាចឆ្លងទៅបានហើយណា អរគុណហើយ អរគុណហើយអ្នកនាងចេញទៅសម្រួលថ្ងៃក្រោយកុំភ្លេចមកស្នាក់នៅកន្លែងខ្ញុំទៀត ណែអ្នកបំរើខ្លាំងសួរឯងស្ពានឆ្លងបានហើយអាចឆ្លងបានហើយអញ្ចឹងជួយបន្ទប់វិញណាទាំងអស់12តម្លឹង ណែអានេះយកប្រាក់ទៅអរគុណណាស់អរគុណណាស់ អរគុណលោកម្ចាស់ចេញទៅសម្រួលណា ពួកនាងក៏ឆ្លងស្ពានដែរមែនទេអាត្មាចង់ត្រឡប់ទៅវត្តធានឡុងវិញឬចូលបាសក់កណាក៏ចង់ទៅវត្តធានឡុងដែរ ឯងទៅវត្តធានឡុងធ្វើអី ទៅធ្វើបុណ្យហ្នឹងណានាងគិតទៅមើលវត្តធានឡុងធំយ៉ាងនេះមានលោកសង្ឃជាច្រើនខ្ញុំមិនជឿថាអត់មានការរកស៊ីអ្វីនោះទេ អាយ៉ាស្ដាប់តាមសម្ដីលោកតើលោកធ្លាប់ឲ្យលោកសង្ឃវត្តធានឡុងឈឺទាំងអស់ដើម្បីឲ្យលោកជំហៀវខ្លាញ់តើមែនទេ និយាយដល់ចំហៀវខ្លាញ់មួយចានស្អីគេឲ្យប្រាមកលើមុនខ្ញុំជួយមើលជំងឺឲ្យនាងមិនទាន់ឲ្យប្រាទេ ណែលោកអត់មានច្រឡំទេដឹងលោកដើរឆ្នាំអីខ្លះស្អុយចិត្តស្លាប់ទៅហើយពិតជាឲ្យជ្រូកស៊ីមែនលោកនៅទាប្រាក់ពីខ្ញុំទៀតខ្ញុំមិនទាន់ទាប្រាក់ពីលោកផងណែឧបាសិការបបឧបាសិកាគឺបានឧបាសកជាអ្នកជួយទេណាមែនហើយគួរតែបងថ្លៃប្រាក់ឲ្យគេហើយត្រូវហើយ អាយ៉ាមិនឲ្យទេជំងឺរបស់កណាជាវិញគឺមកពីវាសនារបស់កណាល្អគឺបានជួបនឹងព្រះពោធិសត្វមួយព្រះអង្គព្រះតេជគុណមើលលោកគ្រូពេទ្យដែលមានវិជ្ជាពេទ្យមិនច្បាស់លាស់ដូចជាគេយ៉ាងនេះគឺដូចជាមន្ត្រីពុករលួយអញ្ចឹងមិនបាច់ឲ្យលុយគេទេតែយើងណែខ្ញុំប្រាប់នាងទៅចុះបើនាងល្អនឹងព្រះតេជគុណយ៉ាងនេះអញ្ចឹងទទួលលោកធ្វើជាកូនធម៌ទៅមិនបានទេយ៉ាងម៉េចប្រកាន់នឹងកណាហ៎ អាត្មាជាអ្នកបូតាច្បាំគឺត្រូវលះបង់អ្វីទាំងអស់ធ្វើមិនអាចទទួលម្ដាយធម៌កើតនោះណែលើច្បាស់ហើយនៅនិយាយក្បោះក្បាយយល់ច្បាស់លាស់ហើយនេះបើទោះជានាងលាកទេអង្គុយចាំខាងមុខក៏អត់បានការដែរ
អ្នកណាចង់ធ្វើជាកូនធွာរបស់ខ្ញុំគឺត្រូវតែចុះលក្ខខណ្ឌត្រឹមត្រូវ សម្ដីក្អេងក្អាងមែនណខ្ញុំចង់ស្ដាប់បន្តិចដែរធ្វើជាកូនធွာរបស់នាងតើត្រូវការលក្ខខណ្ឌអ្វីឬក៏ទាល់តែព្រះរាជវង្សានុវង្សឬក៏ជាកូនលោកសេដ្ឋីធំទៅ អញ្ចឹងមិនបាច់ទេឲ្យតែហៅខ្ញុំមួយម៉ាត់ថាម៉ែដោយផ្ទាល់មាត់ទៅវាបានទៅហើយ អូម៉ាសិកា ទៅបាត់ហើយនៅថ្មឹងធ្វើអីទៀត សំជ័យនំភីសាមើលតែនំភីសាសំជ័យមើលនំឆ្ងាញ់ណាស់សំជ័យមើលសំជ័យនំភីសាឆ្ងាញ់អស្ចារ្យថាកាតែនៅជារបស់ស្អីទៅ នំភីសាថាម៉េច ភីសាឈ្ងុយឆ្ងាញ់នំភីសាសំជ័យ ភីហ្សា អូនំភីសាតើសំជ័យនំភីសាឆ្ងាញ់អស្ចារ្យ នំភីហ្សា សំជ័យ មែនឲ្យឆាប់យកមកយកនំភីហ្សាមក ធំនេះទៅណាអត់កាន់ស្រួលណាសំជ័យតាមស្រួល អាយ៉ាអស្ចារ្យមែន នំភីហ្សាគឺស្អីទៅគឺសាច់ចិញ្ច្រាំមែនទេ សាច់ចិញ្ច្រាំស្អីមិនមែនសាច់ចិញ្ច្រាំនោះទេ ណែលោកអូននំពិសានេះគឺជាគ្រឿងបរិភោគនៃស្រុកលីងប៉ាងឆ្ងាញ់ពិសេសណាស់ដឹងដែរទេ ដឹងហើយ ណែបដិជគុណមិនក៏ដឹងពីស្ថានភាពស្រុកលីងប៉ាងច្បាស់យ៉ាងនេះ អាត្មាមានកម្លាំងនៅស្រុកនោះមានចាស់អធិការមួយអង្គគឺបានត្រូវអាត្មាមកដូច្នេះអ្វីអាត្មាដឹងទាំងអស់ បដាជគុណជាមនុស្សស្រុកនេះដែរមែនទេបើអញ្ចឹងលោកគ្រូរបស់បដាជគុណឬបដាជគុណបាននៅកន្លែងណា អាត្មាមិនដឹងដែរព្រោះថាលោកគ្រូមិនដែលមានពុទ្ធិកាប្រាប់ អាយ៉ាបដាជគុណមិនក៏សួរអត់ដឹងសោះអញ្ចឹង ណែខ្ញុំយល់ថានាងដូចជាឈឺឆ្អានសាវតារបស់គេណាណ អត់ទេខ្ញុំគ្រាន់តែយល់ថាគេអត់មានឪពុកម្ដាយគួរឲ្យអាណិតណាស់ អមាសិកាជឿឆ្អាលយ៉ាងនេះអាត្មាទម្លាប់ទៅហើយមិនអីទេ នំនេះឆ្ងាញ់ណាស់សំជ័យ លាប់ស្អីទៅឬក៏បដាជគុណអត់មាននឹកញោមប្រុសញោមស្រីរបស់បដាជគុណ អាត្មាពិតជាមិនដឹងថានឹកយ៉ាងម៉េចទេហើយគ្មានអារម្មណ៍អីតិចសោះ អើយបើសិនជាញោមប្រុសញោមស្រីបដាជគុណដឹងនោះមិនដឹងជាការទុកយ៉ាងណាទេ ឆ្លាត មុនទៅ មីមិនតន់ឲ្យប្រាស់ទេ មាន ណែមិនមែនទេដឹងហូបហើយមិនចង់ឲ្យប្រាក់គេទេ ខ្ញុំកំពុងតែរកតា មិនហើយរត់ទៅ អាត្មាឲ្យជំនួសអមាសិកា អរគុណណាស់អី បដិជគុណមិនបាច់ខ្វល់នាងទេបើមិនចឹងទេនឹងត្រូវនាងធ្វើបាបហើយមកទៅជាមួយកណាទៅណាណែកុំខ្វល់នាងមកមុនទៅ បដាជគុណទៅណា ខ្ញុំជួយរំដោះគេចេញពីកញ្ញាបិសាយហ្នឹងណា ទៅ ណែនិយាយឲ្យច្បាស់ទៅមើលអ្នកណាជាបិសាច មានតែពួកយើង3នាក់តាណាជាខ្មោចណាជាបិសាចទៅខ្ញុំជាខ្មោចបិសាចកែង តែយ៉ាមាននំហូបអី អាយ៉ាលោកម្ចាស់នេះទុកឲ្យអ្នកប្រុសពិសាទេ អ្នកប្រុសមួយណាទៅឯងចង់និយាយពីអាព្រាននារីនោះ គឺនិស្សិតនោះណា អញ្ចឹងបានអីក៏យកចិត្តវាមែនហើយទេផ្លាស់មែន អ្នកនាង ឆាជាយ៉ាឥឡូវកុំឲ្យជុំអីចាំពងនិយាយប្រាប់រឿងមួយឲ្យចាំកូនយំក៏មិនតន់ហួសពេលដែរ តារឿងអីទៅពង ណែមើលមិនឃើញទេ អ្នកនាងមានឈ្មោះអ្នកនាងដែរ តើមាននិស្សិតទេពុកនៅនេះក៏មានឈ្មោះពុកដែរតាពុកមើលមើល ត្រូវហើយកូននឹងនិស្សិតជាប្តីប្រពន្ធនឹងគ្នានេះជាឪពុកម្ដាយនិស្សិតនេះគឺជាឪពុកម្ដាយកូនគឺមានจิตតាមានជីដូនរបស់កូនទៀតផងនៅមានจิตតាជីដូនខាងម្ដាយកូនទៀតផងណាច្រើនមែនតើ ពងអញ្ចឹងខាងនិស្សិតក៏ដូចគ្នាដែរគេក៏មានឪពុកម្ដាយជីដូនជីតាព្រមទាំងមានមីងទៀតផង នេះគឺជាសាច់ញាតិទី1ហើយនៅមានសាច់ញាតិទី2ទៀតមីរបស់កូនអ្នកមីងរបស់កូនហើយលោកពូលោកអ៊ំប្រុសព្រមទាំងពូរបស់និស្សិតអ៊ំប្រុសអ៊ំស្រីគេទៀតអូមានច្រើនមែនតើអានេះ ចាស់មួយនេះ គឺជាមិត្តភ័ក្តិរបស់និស្សិតគឺកូនចៅរួមការងារមិត្តរួមឋានៈចិត្តខាង ពងក្រែងនេះជាគ្រួសាររបស់កូនហើយនឹងនិស្សិតតាមិនក៏តាក់ទងដល់មិត្តភ័ក្តិអញ្ចឹង អ្នកណាប្រាប់កូនថានេះជាគ្រួសារនេះគឺជាបញ្ជីឈ្មោះប្រហារជីវិត9ដំណ បញ្ជីឈ្មោះអ្នកប្រហារ9ដំណោះ មែនហើយ
និស្សិតប្រមាថធំបែរជាហ៊ានយកគ្រឿងប្រទានរបស់ព្រះអង្គនឹងទៅជូនស្រីដែលមិនស្គាល់គ្នានេះគឺជាទោសប្រហារជីវិតគឺប្រមាថប្រជាស្ដារព្រះអង្គហើយមានទោសអីដឹងទេ ប្រហារ9ដំណង គឺប្រហារ9ដំណងអញ្ចឹងហើយទៅហើយនេះហើយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនេះគឺត្រូវតែប្រហារជីវិតទាំងអស់ បងអញ្ចឹងកាត់យ៉ាងម៉េចទៅបង ប្រហារជីវិតហើយ អាយ៉ាចាំជាភាសាមែនក្នុងនេះអត់មានឈ្មោះខ្ញុំទេ អត់មានឈ្មោះឯងទេឯងមានអីតាក់ទងនឹងខ្ញុំដែរ មិនមែនឆាយចេញនេះគឺជាស្រីបម្រើរបស់កូនដូចជាបងប្អូនបង្កើតរបស់កូនពុកបានគិតគូរវាជាគ្រួសារយូរណាស់មកហើយពុកបានសរសេរនៅក្នុងនេះទៀតផងណា បងមិនបានទេលោកម្ចាស់ឆេងមិនបាត់ទេចាំពេលក្រោយចាំនិយាយកុំប្រហានអី ត្រូវទៅកត់ទុកទើបបានណា យ៉ាលោកម្ចាស់ឆេងមិនបាត់ទេមិនបាត់ទេលោកម្ចាស់ខ្ញុំត្រូវទៅកត់ទុក ខ្ញុំត្រូវទៅកត់ទុក អីយ៉ាលោកម្ចាស់ឆេងតំណេអត់ការធ្វើលបងកម្លាំងជាមួយនឹងអី មែនហើយអូនៅខាងលើនេះភ្លេចដាក់ឈ្មោះរបស់នាងដែរ ផ្លេចឈ្មោះខ្ញុំបញ្ជីឈ្មោះស្អីទៅ ក្រែងនាងថានាងជាប្រពន្ធរបស់និស្សិតទៅអាជីពអូនវា មែនហើយ ត្រូវហើយប្រហារជីវិត9ដំណគួរតែប្រហារជីវិតទាំងពួកនាងយកជក់មកយកជក់ អូសំហាត់ផលលោកម្ចាស់ឆេងថែមទៅខ្ញុំរស់នៅជាមនុស្សរបស់តកូលស៊ឺស្លាប់ទៅក៏ជាខ្មោចតកូលស៊ឺដែរ មកចិនជឺអាជីអូនៅមានអានេះទៀត ខ្ញុំប៉ះប៉ះដល់អ្នកណាគេធ្វើឲ្យអ្នកណាគេខឹងហើយ នេះខ្ញុំក៏មិនចង់ដែរឯងមើលទៅខាងលើនេះគឺមានឈ្មោះខ្ញុំខ្លួនឯងដែរហើយព្រះនាងរបស់ព្រះអង្គនៅខាងលើម្ចាស់ស្ត្រីឈៀនគឺមិននៅខាងលើនេះទេអាយ៉ាប្រហាមមនុស្សចាស់ដូចជាយើងនេះគឺមិនគប្បីទៅវិញ ម៉ែសូមបាយតែម្ចាស់ស្ត្រីនិងព្រះអង្គក៏ប្រហារដែរ ពេលព្រោះម្ចាស់ស្ត្រីនិងព្រះអង្គជាកូនធម៌របស់លោកម្ចាស់ឆេងពួកទ្រង់សុទ្ធតែជាញាតិសន្តានសុទ្ធតែប្រហារជីវិតចោល ថាម៉េចព្រះអង្គនិងម្ចាស់ស្ត្រីក៏ត្រូវគេប្រហារដែរ ចឹងហើយ ម្ចាស់ឆេងបើសិនជាអញ្ចឹងទៅលោកម្ចាស់មិនស្អុយឈ្មោះនៅក្នុងប្រវត្តិសាស្ត្រទៅហើយទេ ចឹងហើយថា តាអស់គ្នាមិនបាច់យំទេខ្ញុំនឹកឃើញមធ្យោបាយល្អមួយអាចធ្វើឲ្យលោកម្ចាស់ឆេងកុំឲ្យស្អុយឈ្មោះក្នុងប្រវត្តិសាស្ត្រណាមួយទាំងអស់គ្នាក៏មិនបាច់ស្លាប់ទៀតផងនាងលែងលះគ្នាជាមួយនិស្សិតសិនទៅអញ្ចឹងទៅពួកនាងអត់មានតាក់ទងអីនឹងគ្នា មែនហើយលែងលះជាមួយនិស្សិតទៅអាចជួយទឹកដីរាជវង្សយើងហើយក៏អាចជួយពុកមិនឲ្យស្អុយឈ្មោះ មែនហើយអ្នកនាងលោកម្ចាស់មានប្រសាទត្រូវបើសិនជាអ្នកនាងលែងគ្នាទៅពួកយើងទាំងអស់គ្នាសុទ្ធតែមិនស្លាប់ទេត្រូវតែធ្វើអញ្ចឹងហើយគ្មានមធ្យោបាយផ្សេងទៀតទេណែនេះជាសម្បត្តិលែងគ្នាឲ្យតែចុះហត្ថលេខាមួយនៅក្នុងនេះទៅគឺលែងតាក់ទងគ្នាហើយអ្នកនាង ខ្ញុំមិនចង់ហាត់តលេខា យ៉ាងមិនទៀតហើយ ខ្ញុំព្រមធ្វើតាមអ្នកទាំងអស់គ្នាខ្ញុំក៏មិនខ្លាចស្លាប់ដែរខ្ញុំត្រូវឲ្យដូចអ្នកទាំងអស់គ្នាអញ្ចឹងរស់នៅជាមនុស្សត្រកូលស៊ឺស្លាប់ទៅក៏ជាខ្មោចត្រកូលស៊ឺហេតុនេះហើយខ្ញុំសុខចិត្តស្លាប់ក៏មិនលែងលះជាមួយអ្នកសត្វស៊ឺដែរប៉ុន្តែខ្ញុំមិនចង់ស្លាប់អើយអូយគួរឲ្យក្តៅណាស់គួរឲ្យក្តៅមែននៅខ្វះតែបន្តិចទៀតទេគឺចុះហត្ថលេខាទៅហើយអាយ៉ាគេក៏មានប្រតិកម្មខាងស្មារតីដូចជាម៉ែអញ្ចឹងដែរណែឯងរមាស់សាច់ហើយមែនទេចង់ត្រូវបានខ្ញុំឈប់និយាយហើយ ណែជូមិនអូយស្អីហូបទេពួកខ្ញុំឥឡូវនេះវាកោខ្លាំងណាស់ហើយមែនហើយធ្វើរឿងយ៉ាងនេះប្រកាសជាទៅចំណេញខាងហើយអាឈីទៅយកល្បាយដែលហូបបានយកមកជូនលោកម្ចាស់ឈីទាំងអស់ឆាប់អើយជឿណែនិយាយទៅបន្តមកទៀតនឹងត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំដឹងបើសិនជាខាងឆាយឈីនេះធ្វើការមិនបានទេពួកយើងអាចរកនិស្សិតបានតើ និស្សិតស៊ឺថាម៉េចប្រហារជីវិត9ដំណ បើសិនជាបងមិនលែងឆាយឈីងទេនោះពួកខ្ញុំត្រូវស្លាប់ទាំងអស់អញ្ចឹងរាជវង្សរបស់ពួកយើងក៏ត្រូវរលាយដែរពេលព្រោះព្រះអង្គនិងម្ចាស់ស្ត្រីត្រូវខ្លាយទៅជាមនុស្សត្រូវប្រហារដែរហេតុនេះហើយរាជវង្សពួកយើងក៏ត្រូវតែចាប់ដែរហេតុនេះហើយបងនិស្សិតបងត្រូវតែលះបង់របស់តូចដើម្បីស្រោចស្រង់របស់ធំលែងគ្នាជាមួយឆាយឈីងទៅណា ប៉ុន្តែខ្ញុំត្រូវឃុំនៅទីនេះត្រូវការអ្វីក៏គ្មានរបស់នោះខ្ញុំមិននឹងលែងលះជាមួយនាងបាន បងពិតជាល្អមែនអូនយករបស់នោះមកហើយឲ្យតែបងចុះហត្ថលេខាមួយទៅបានហើយ
ប៉ុន្តែខ្ញុំអត់មានអ្វីទាំងអស់គ្រាន់តែមានសម្បត្តិលែងលះគ្នាអត់មានអ្វីសរសេរក៏មិនបានដែរជក់អូនយកមកហើយបងកំព្រួយកដាស់ជក់មានតែទាំងអស់ហ្នឹងគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំមានតែចុះហត្ថលេខាឲ្យតើមែនទេធ្វើអ្វីខុសផងហេតុអីបានជាបងត្រូវលែងលះយ៉ាងអ្នកនាងខ្ញុំសូមវល់អ្នកនាងឥឡូវជាពេលអីហើយអ្នកនាងនៅដេញដោលរឿងអស់នេះធ្វើអីទៀតអូសំឡាញ់តាមឡាយបងក៏មិនចង់ធ្វើអញ្ចឹងដែរតែបើបងមិនធ្វើទេពួកគេនឹងប្រហារជីវិត9ដំណអូនត្រូវអស់ជីវិតណាបងមិនសិនបាត់បង់រូបបងហើយតើអូនរស់នៅមានន័យអីទេបងមិនសិនបើទោះជាឡើងភ្នំកំបិតចុះសមុទ្រភ្លើងត្រូវចិញ្ច្រាំសាច់ឲ្យម៉ន់យកសាក់សព5ថ្ងៃក៏អូនតាមបងដែរបើទោះជាពួកគេចង់យកបងទៅជាស្បែកយកសេះ5បំបែកសពផ្លែព្រួយទម្លុះបេះដូងក៏អូនមិនឃ្លាតពីបងដែរអាយ៉ាអូនសំឡាញ់អូននិយាយស្អីហ្នឹងពួកគេគ្រាន់តែកាត់ក្បាលបងឯតាអូននិយាយពីសេះ5បំបែកសពស្អីទៀតមិនធ្ងន់ធ្ងរអញ្ចឹងទេបងនេះសិនអូនរស់នៅជាមនុស្សរបស់បងស្លាប់ទៅជាខ្មោចរបស់បងបែរជាលែងលះអូនចោលទៅវិញរឿងនេះគឺមិនអាចទេអូនសំឡាញ់បងបានហើយបងនេះសិនបងឈប់និយាយទៀតទៅអូនបានធ្វើការសម្រេចរួចហើយអ្នកនាងសម្រេចថាចិត្តទេស្រឡាញ់អ្នកប្រុសមិនដែរគ្នាទេតាមមែនទេខ្ញុំសម្រេចហើយបានអ្នកប្រុសសម្រេចថាចិត្តទេស្រឡាញ់អ្នកនាងមិនដែរគ្នាទេមែនទេខ្ញុំសម្រេចហើយយ៉ាងណាក៏ពួកយើងមិនបែកគ្នាដែរចឹងល្អអ្នកនាងអ្នកប្រុសខ្ញុំទៅហើយណែនេះទៅណាខ្ញុំទៅកិច្ចខ្លួននឹងណានាងកំពុងតែមើលអីខ្ញុំមើលតានាងមកវិញហើយណែចិនជឺដល់ពេលនេះហើយខ្ញុំក៏មិនដេញដោលជាមួយនាងទៀតដែរខ្ញុំបានដេកខោអាវកាន់ទុកពីសម្រាប់ឲ្យនាងមួយសម្រាប់ចុះពួកយើងកំដរបងនិស្សិតស្លាប់ជាមួយគ្នាទៅយ៉ាងម៉េចដែរនិស្សិតអត់មានឲ្យសម្បត្តិលែងលះគ្នាដល់នាងទេគេឲ្យខ្ញុំហើយតែខ្ញុំមិនបានទទួលទេមិនក៏នាងមិនអាចទទួលបានស្ដេចឲ្យមន្ត្រីស្លាប់មន្ត្រីមិនអាចមិនស្លាប់បានទេប្តីចង់លែងប្រពន្ធចោលប្រពន្ធមិនអាចមិនលែងបានទេនាងមិនដែលឮទេអត់ទេនាងក៏ដូចជាមិនគោរពនិស្សិតពេកហើយដែរប៉ុន្តែនិស្សិតបានយល់ព្រមថាឈប់លែងលះខ្ញុំទៀតហើយអើយនាងអាត្មានិយមពេកហើយនិស្សិតសើខ្ញុំបាននាំមកស្គាល់នេះគឺលោកជូណាពេលដែលឯងទៅរៀនពីខៀននោះគឺលោកតកែនេះជូនឯងទៅហើយសួស្ដីលោកម្ចាស់សើខ្ញុំសុំទោសខ្ញុំបោះខ្លួនឲ្យលោកម្ចាស់មិនប្រកាន់ទេអីក៏ក្រៅពីសម្លាប់មនុស្សគឺគាត់លក់ក្តាមឈូទៀតផងការរស់ស៊ីដើមទុនតិចក៏មិនមានការធ្វើប្រហែសជួយបោះខ្លួនឲ្យលោកជៀសវាងកុំឲ្យធំពេកនាំឲ្យស្ដាយក្រោយមិនប្រកាន់ទេលោកធ្វើចុះ40 45អូនខ្លួនរបស់លោកចាំជិតតូចមែនណាឲ្យគួរស្ដាយណាហេតុអីទៅយកបិទភិតពុះចុះពីលើមកហ្នឹងគឺដួលរំយូរហើយណាបងនិសិនអូនយករបស់ឆ្ងាញ់មកជូនបងហើយហើយឆ្ងាយទៅបងនិសិនមកហូបបន្តិចទៅបងហើយឆ្ងាយទៅអាយ៉ាបងយ៉ាងម៉េចនឹងបងដឹងថាអូននឹងរៀបជួអស់ពេលប្រហែលទេហូបបន្តិចទៅឆាប់យកចាញ់ទៅជិះចាញ់មិនថាអូនព្រមក៏ដោយយល់ព្រមក៏ដោយបងលែងអូនចោលដៃខាត់ចាំពីថ្ងៃនេះពួកយើងគ្មានចម្ពាក់ចម្ពិនអ្វីនឹងគ្នាទៀតនោះទេបងនេះសិនតើបងយ៉ាងម៉េចទៅហើយក្រែងពីម្សិលមិញពួកយើងនៅល្អនឹងគ្នាតែបងស្អីទៅបងឲ្យអូនថយចេញទៅអូននៅជាមួយបងអូនឈប់តោបងទេបានទេបងនេះសិនអូនចង់តាមបងដល់ពេលណាទៀតបងនេះសិនអូន
នត្រូវទៅនៅជាមួយបង បងប្រាប់ថាឲ្យអូនទៅបើមិនទៅទេបងក៏មិនខ្វល់ដែរ បងនិសិន បងលែងខ្វល់អូនទៀតហើយ បងនិសិនបានលែងកូនចោលហើយ លែងកូនចោលអាចង្រៃនេះមិនក៏វាអាចលែងកូនបានទៅដំណឹងនេះបបផ្សព្វផ្សាយចេញទៅខាងក្រៅអ្នកដាក់គ្រាបការជាមួយកូនទៀត បងក្រែងពុកនិយាយពុកចង់ឲ្យកូនលែងលះជាមួយនិស្សិតនោះ ពុកនិយាយនៅសុកពុកឲ្យកូនលែងគ្នាជាមួយនឹងវា ពុកភ្លេចហើយពុកកាត់ទោសប្រហារជីវិតនិស្សិតចោលប្រហារជីវិត9ដំណហេតុនេះតើពុកឲ្យកូនលែងលះជាមួយគេឬមួយក៏ពុកភ្លេចហើយបង មានរឿងចឹងផង ឬក៏គ្មានទេ អត់ទេពុកថាអត់ បងបើសិនជាអត់មានទេនិស្សិតអាចចេញមកវិញបានហើយមែនទេបង មិនបានត្រូវប្រហារជីវិតវាធ្វើមិនលែងកូនចោលបានពុកត្រូវសម្លាប់វាចោល ថាម៉េចបង អេអាចបំផុតបំណងមកបានសម្រេចហើយឆាយឈីនឹងនិស្សិតទីបំផុតទៅតែបែកបាក់គ្នា ម៉ែបែកបាក់គ្នាហើយក៏អត់ប្រយោជន៍ដែរឥឡូវនិស្សិតសើចិត្តត្រូវប្រហារជីវិតហើយ ម៉ែមានមធ្យោបាយដែលខ្លួនឯងមិនយូរប៉ុន្មានម៉ែនឹងរំដោះគេចេញមកវិញ ជឿនាងរយុទ្ធធម៌ស្អីឲ្យនិស្សិតស៊ឺ លោកម្ចាស់ឈិញនិស្សិតស៊ឺអត់មានការចំណេញលើអ្នកស្រុកទាំងអស់នេះមែនអាយ៉ាលោកម្ចាស់ស្រុកទាំងពីរនិស្សិតពិតជាអត់មានទោសកំហុសមែនតែគេចាប់ប្រកាន់ទេលោកម្ចាស់ស្រុក លោកម្ចាស់ស្រុ ឥ ក ឡូវយើងប្រកាសនិស្សិតស៊ឺអត់មានទោសដោះលែងភ្លាម បងនិស្សិតប្រសានណា ឆាយឈិន បងនិស្សិត ឆាយឈិន ប្រសានណា ខ្ញុំនិយាយទៅបងសម្លាញ់បងឆ្លងផុតហើយនេះប្រកាសជារឿងល្អហើយប៉ុន្តែបើបងឆ្លងផុតហើយនោះក៏មិនភ្លេចអូនចោលឲ្យសោះមិនបានទេ នាងនិយាយស្អីចិនជឺតាមពិតណានាងគិតយ៉ាងម៉េចនាងបានធ្វើឲ្យខ្ញុំឡើងល្ងងអស់ហើយស្អីបង្ករឿងឯងនេះផ្ដេសផ្ដាស់ណា ណែបងសម្លាញ់បើកុំតអូនទៅការចម្លើយតែគេព្រមដោះលែងបងទេបងឯងនេះពិតជាឆ្លងស្ពានរួចផ្ដេសស្ពានចោលមិនស្គាល់មនុស្សមែន មិនហើយពុកសំពុកឲ្យលោកម្ចាស់ដោះលែងម៉ែខ្ញុំទៅបើទោះជាម៉ែចង់មានកូនក៏ពុកមិនត្រូវលែងរវល់នឹងម៉ែខ្ញុំដែរខ្ញុំក៏ជាសាច់ឈាមបង្កើតរបស់ពុកដែរ ណែឯងនិយាយផ្ដេសផ្ដាស់ស្អីយើងនឹងឯងគ្មានតែតទៅនឹងគ្នាទេ ចិនជឿនាងដឹងតែនាងមានទោសកំហុសប្តឹងគេប្តេជ្ញាបើសិនជានិស្សិតស៊ឺប្តឹងពីនាងវិញនាងមានទោសមើលងាយសាលាស្រុកនាងក៏ត្រូវជាប់គុកដែរនិស្សិតតើឯងប្តឹងពីចិនជឿពីទោសប្តឹងគេប្តេជ្ញាទេ ពុកខ្ញុំសំវ ឈប់ផ្ដាស់ហើយព្រោះថាឥឡូវនេះខ្ញុំមានលៀបដល់ទៅ2 ឆាយឈិញហើយគំនិតរបស់នាង បើនិស្សិតមិនប្តឹងទេខ្ញុំក៏មិនប្តឹងដែរ ល្អបើសិនជាប្តីប្រពន្ធនិស្សិតថាមិនប្តឹងនាងទៅហើយអញ្ចឹងទុកថាបន្ធូរដៃដល់នាងចោះម្យ៉ាងទៀតពួកនេះគឺជាអ្នកទោសទាំងអស់នេះបើសិនជាលើកក្រោយហ៊ានល្មើសទៀតនោះយើងមិនអត់ឲ្យទេណា អរគុណលោកម្ចាស់ដែលអធិស្ឋានឲ្យបាក់នាង សូមជួយឲ្យលោកម្ចាស់ដែលបានជួបជុំគ្រួសារវិញទៀតហើយថែម អត់ហើយមិនត្រីពលរលួយបានត្រឹមតែចេះអែបអកមិនចេះបម្រើការងារជូនប្រជារាស្ត្រឯងនេះក៏អញ្ចឹងដែរឯងមានការស្អប់ខ្ពើមជាខ្លាំងថ្ងៃក្រោយមិនចង់ជួបនឹងឯងទៀតទេឯងព្រេះផ្ដាស់មែនទែនវិញនេះឈិនកុំសាពួកយើងទៅវិញ អាឈីអាយ៉ាឆាប់មកវិញ អាយ៉ាលំបាកទាំងអស់គ្នាហើយទាំងអស់គ្នាឆាប់ជិះអង្គុយទៅមក បុកអាកុំតកូនមកតាន់ពេលបុកវាតែមិនតែសម្រាប់និស្សិតស៊ឺចោលទៅហើយបុកការរឿងនេះវាយ៉ាងម៉េចទៅនឹង ពុកជំងឺរបស់ពុកជាវិញហើយណា ជំងឺពុកបានជាវិញហើយយើងក៏ទុកថាបានលៀប2ដែរណា ណែតារឿងស្អីទៅនឹងតាពុកមានលៀបពីស្អីទៅ ណែពង បង អាយ៉ាអូនសម្លាញ់ឈប់ហៅពុកទៀតទៅបងគិតថាពុកទើបតែបានជាពីជំងឺឡើងវិញភ្លាមមិនទាន់ទម្លាប់ទេពួកយើងគួរតែកុំរំខានគាត់អីឲ្យគាត់សម្រាប់សិនទៅ កុំរំខានគាត់អី
បងប្រាប់ខ្ញុំមកតាពុកមានរឿងអីទៅនឹងភ្លាមអញ្ចឹងបងនិយាយជាមួយឯងមិនច្បាស់ទេថ្ងៃក្រោយចាំបងប្រាប់ឯងឈានបងចង់សួរឯងនឹងព្រះអង្គយ៉ាងម៉េចហើយមែនហើយឯងនឹងព្រះអង្គយ៉ាងម៉េចទៅហើយហេតុអីក៏ពួកគេចង់រំសាយម្ចាស់ស្ត្រីចោលមែនហើយក៏អត់មានរឿងអីដែរมันគឺយ៉ាងនេះទេខ្ញុំមិនចង់ទៅរាជដំណាក់វិញគេក៏បានយល់ព្រមនឹងខ្ញុំហើយក៏មិនបង្ខំខ្ញុំដែរក្រែងទាំងអស់គ្នាពេញចិត្តហើយតើចំពោះគេចង់រំសាយម្ចាស់ស្ត្រីចោលឬអត់នោះគឺជារឿងរបស់គេទេតាមតែគេទៅចោលហើយខ្ញុំក៏មិនត្រូវការធ្វើជាម្ចាស់ស្ត្រីអីដែរឈានខ្ញុំចង់ទៅដើរលេងតើឈានណែម៉ងណែពួកនាងបងនិសិនឲ្យពួកនាងនិយាយគ្នាទៅពីអ្នកទៅអ្នកមោតាសាសូមជួយអបអរអ្នកទាំងអស់គ្នាបានជួបជុំគ្នាវិញអាត្មាក៏វិលត្រឡប់ទៅវត្តវិញដែរណែពួកយើងម្ដងនេះបានស្គាល់គ្នាតាមផ្លូវទុកថាមាននិស័យដែរតែលើថ្ងៃក្រោយខ្ញុំកណាអបសុកថាមិនបានខ្ញុំកណាទៅរកបដិជគុណនៅវត្តហើយណាបាទសូមនិយាយត្រូវបើសិនជាមានការទាំងអស់គ្នាគង់តែបានជួបមុខគ្នាដដែលទេអាត្មាចម្រើនពរអូសូមនិមន្តនិមន្តតាមសម្រួលណាលោកគ្រូប៉ាសៀវយាថ្ងៃក្រោយលោកមានកម្រងការយ៉ាងម៉េចដែរអូខ្ញុំចង់ស្នាក់នៅកន្លែងនេះដើម្បីដើរព្យាបាលគេអញ្ចឹងល្អហើយបើលោកគ្មានកន្លែងស្នាក់នៅទេស្នាក់នៅផ្ទះរបស់ខ្ញុំក៏បានដែរអញ្ចឹងយ៉ាងម៉េចសមទៅកុំនិយាយអញ្ចឹងអីកម្របានទាំងអស់គ្នាមាននិស័យនឹងគ្នាឲ្យតែលោកមិនប្រកាន់ទេខ្ញុំអាចឲ្យលោកនៅបានណាមែនហើយលោកគ្រូប៉ាសៀវយាលោកស្នាក់នៅទីនេះចាអូបើអ្នកទាំងពីរខាត់យ៉ាងនេះទៅហើយខ្ញុំក៏លែងប្រកែកទៀតដែរអញ្ចឹងសូមរំខានហើយអ្នកឆាប់រៀបចំបន្ទប់គាត់ទៅអរគុណនេះហើយណាខ្ញុំចង់ដល់តែម្នាក់ឯងនាងតាមមកធ្វើអីខ្ញុំចង់មកដោះស្រាយជាមួយនាងតែខ្ញុំដឹងថាមានរឿងជាច្រើននាងប្រកាសជាយល់ច្រឡំលើខ្ញុំហើយច្រឡំតែខ្ញុំមានរឿងអីយល់ច្រឡំទៅខ្ញុំចង់និយាយពីព្រះអង្គគឺរឿងព្រះអង្គសុំតោខ្ញុំនឹងគេអត់មានរឿងអីតាក់ទងនឹងគ្នាទៀតទេបើនាងចង់និយាយរឿងអស់នេះអញ្ចឹងមិនដាច់ទេឈាននាងច្បាស់ជាយល់ច្រឡំនឹងរឿងរបស់ខ្ញុំកើតឡើងជាមួយនឹងព្រះអង្គហើយលើកមុនកាលនៅជំរំនេករាជនោះខ្ញុំតែដឹងពីព្រះសាវតារបស់ទ្រង់ដំបងខ្ញុំចង់ចោទប្រកាន់ទ្រង់ណាតែរវាងខ្ញុំនិងទ្រង់មិនដូចការស្មានរបស់នាងទេឈានការពិតពីដើមរហូតមករវាងខ្ញុំហើយនឹងទ្រង់អត់មានមនោសញ្ចេតនាចំពោះគ្នាបន្តិចទេចំណែកទ្រង់ចំពោះខ្ញុំអាយ៉ារវាងខ្ញុំហើយនឹងទ្រង់គឺអត់មានស្នេហាប្រុសនឹងស្រីទេប៉ុណ្ណឹងបានហើយខ្ញុំនឹងគេគ្មានតាក់ទងអីនឹងគ្នាទៀតទេរវាងពួកនាងមានរឿងអីនឹងគ្នានោះខ្ញុំមិនចង់ដឹងទេឈានឈប់និយាយជាមួយខ្ញុំទៀតទៅឈានតានាងដឹងទេតាំងពីពេលដែលខ្ញុំបានស្គាល់នាងគឺជាការសប្បាយជាងគេរបស់ខ្ញុំក្នុងមួយជីវិតនេះនៅក្នុងចិត្តខ្ញុំទុកនាងជាមិត្តល្អជាងគេរបស់ខ្ញុំក៏សង្ឃឹមថានាងអាចទុកខ្ញុំជាមិត្តល្អរបស់នាងដែរឲ្យខ្ញុំនៅចំកណ្ដាលពួកនាងជារៀងរហូតទេឈាននាងអាចស្គាល់ចិត្តខ្ញុំអភ័យទោសឲ្យខ្ញុំបានទេឈានឈានយ៉ាងម៉េចថាម៉ងនាងម៉ងអូនទៅមើលឈានបន្តិចសិនសុខចិត្តស្ដាប់បងនិយាយទេឈានបងដឹងមករយៈនេះមានរឿងកើតឡើងច្រើនណាស់ជាពិសេសរឿងឯងជាមួយនឹងព្រះអង្គបងដឹងថាឯងគ្មានអារម្មណ៍ល្អចំពោះម៉ងទេ
ប៉ុន្តែរឿងទាំងអស់នេះសុទ្ធតែជារឿងយល់ច្រឡំបងសុំធានាចំពោះឯងម៉ងគឺជាក្មេងស្រីល្អម្នាក់នាងបន្ទោសខ្លួនឯងជាខ្លាំងហើយសង្ឃឹមថាឯងអាចយល់ដល់ចិត្តនាងផងរឿងនេះខ្ញុំដឹងបើសិនជាដឹងហេតុអីក៏មិនយល់ចិត្តនាងទេឈានឯងពីមុនជាមនុស្សម្នាក់ដែលមានចិត្តទូលាយហើយនឹងរស់រាយណាស់ខ្ញុំក៏មិនដឹងថាហេតុអីដែរអាចតែនឹកឃើញរឿងនេះក្នុងចិត្តខ្ញុំច្បោកច្បានណាស់គឺពិបាកប្រឈមមុខនឹងនាងណាស់តែតាមបងមើលទៅអ្វីដែលអញមិនចេះប្រឈមមុខជាមួយនោះមិនមែនម៉ងទេគឺព្រះអង្គពីព្រោះឯងនៅស្រឡាញ់ព្រះអង្គខ្លាំងណាស់បងភ្លេចត្រង់មិនបានឯងថាតែមើលមែនទេខ្ញុំអត់ដឹងទេបងស្រីឈប់និយាយរឿងអស់នេះទៀតទៅបានទេក្នុងចិត្តខ្ញុំពិតជាខ្វល់ខ្វាយមែនខ្ញុំមិនចង់លើរឿងអ្វីដែលតាក់ទងជាមួយនឹងគេនោះទេបានបើសិនជាឯងមិនចង់និយាយទេបងក៏មិនបង្ខំឯងដែរបងដឹងថាក្នុងចិត្តឯងប្រកាសជាពិបាកខ្លាំងណាស់ក៏ប៉ុន្តែឈានបងគ្រាន់តែចង់ឲ្យឯងដឹងពួកបងសុទ្ធតែទុកឯងជាសាច់ញាតិរបស់បងចង់ឲ្យឯងមានសុភមង្គលហេតុនេះហើយដើម្បីឯងក៏ដើម្បីទាំងអស់គ្នាដែរឯងត្រូវតែប្រឈមមុខបញ្ញាប់ស្រាយចំណងចិត្តឯងឲ្យបានធ្វើជាឈានដែលមានចិត្តរីករាយដោយកាលពីមុនឡើងវិញតើបានទេខ្ញុំដឹងហើយបងស្រីអរគុណបងបងមិនតាន់ប្រាប់ខ្ញុំផងថាពុកមានជំងឺអីទៅពួកបងបែកពីគាត់មិនបានយូរប្រហែលផងគាត់ស្រាប់តែឈួតទេមិនក៏អញ្ចឹងទៅវិញហេតុអីទៅបងគិតថាក្រោយពេលដែលអ្នកមីងជាហួរស្លាប់ទៅពុកទ្រាំមិនបាននឹងការប៉ះទង្គិចហើយមើលទៅខ្ញុំត្រូវស្នាក់នៅក្បែរនេះមួយយប់សិនខ្ញុំត្រូវទៅរកមធ្យោបាយរកកន្លែងជ្រកកោនមួយយប់សិនតាមខ្ញុំមើលទៅគ្រួសារមួយនេះប្រកាសជាមានចិត្តល្អគ្រាន់បានបើសិនជាអាចសម្រាកនៅទីនេះបានថ្ងៃក្រោយថាមិនបានចំពោះផែនការរបស់ខ្ញុំនៅមានជំនួយទៀតផងនេះ 80% គឺជាមនុស្សឆ្កួតស្ដាប់ឮស្នូជើងរបស់ខ្ញុំហើយមិនក៏នៅស្ងៀមយ៉ាងនេះពិតជាមើលមិនដឹងមែនថាស្រីតូចម្នាក់នេះជាម្ចាស់ស្ត្រីសប្តាហ៍នេះសោះថ្ងៃក្រោយខ្ញុំត្រូវតែចាប់អារម្មណ៍នឹងនាងឲ្យបានច្រើនបន្តិចមិនចំពោះថាតម្លៃម្ចាស់ស្ត្រីរបស់នាងឥឡូវត្រូវគេរំសាយចោលឬក៏អត់ទេយ៉ាងណាក៏មានរឿងតាក់ទងនឹងរាជការដែរថាមិនបានថ្ងៃក្រោយអាចប្រើការបានស្រីម្នាក់នេះពិតជាចម្លែកមែនជប់អត្រាតហើយនៅចេញទៅក្រៅទៀតខ្ញុំចិត្តធ្វើជាពុកគេហើយបានហើយបងនិស្សិតយប់ជ្រៅហើយនៅរអ៊ូរតំស្អីទៀតឆាប់មកដេកមកបងដេកមិនលក់ទេមើលទៅរូបរាងពួកគេទាំងពីរដូចជាឈួតអញ្ចឹងនិស្សិតចំពួតម្នាក់និងប្រពន្ធក្មេងម្នាក់មើលទៅក៏អត់មានជំងឺអ្វីដែរមិនរវល់នឹងពួកគេទេគ្រូប៉ែតសៀជីអូគួរតែហៅលោកថាអ្នកក្លាហានអ៊ីងចុងជីនេះម៉ងខ្ញុំជាមនុស្សក្នុងពិភពគុណម្នាក់ទទួលការពឹងពាក់របស់គេត្រូវតែបម្រើគេឲ្យបានល្អព្រះអង្គពឹងពាក់ឲ្យខ្ញុំជួយមើលថែឈានខ្ញុំត្រូវតែទទួលខុសត្រូវនៅក្នុងរឿងនេះទៅបានតែខានមិនត្រូវឲ្យនាងរងទុក្ខលំបាកអ្វីទាំងអស់នេះជាគោលបំណងដ៏ធំនៃដំណើរការរបស់ខ្ញុំឥឡូវសាវតាពីរបស់ខ្ញុំគឺមានតែនាងម្នាក់គត់ដែលដឹងដើម្បីឲ្យការពារឈានឲ្យបានសុវត្ថិភាពខ្ញុំសង្ឃឹមថានាងអាចជួយលាក់ការសម្ងាត់នេះផងណាខ្ញុំមិននឹងអាចជឿលោកបានតែលោកបន្លំធ្វើជាយកព្រះនាមរបស់ព្រះអង្គមានចេតនាមកសម្លាប់ឈាននោះអញ្ចឹងតើវាយ៉ាងម៉េចខ្ញុំបានជួយឈានឲ្យគេចផុតពីគ្រោះថ្នាក់ច្រើនដងរឿងទាំងអស់នេះនាងគួរតែដឹងមកខ្ញុំមានកំណត់អាក្រក់ចំពោះឈានមែននោះខ្ញុំចាត់ការយូរណាស់មកហើយចាំបាច់ដល់ថ្ងៃនេះទេមកហើយចាខ្ញុំយល់ព្រមតាមលោកជួយលាក់ការសម្ងាត់នេះឲ្យលោកលោកគ្រូពេទ្យសៀជាពិតជាមិនធម្មតាមែនបែរជាមានសាវតាពីរមិនអាចធ្វើប្រហែសបានទេ
ពុកភ្ញាក់ហើយនៅពួកកូនមកសួរសុខទុក្ខពុកហើយណាពុក បងនិសិនពុកនៅខាងក្នុងគ្មានប្រតិកម្មអីសោះពុកមានគ្រោះថ្នាក់អីទេ មិន ដឹង អាចទេដឹងបងយល់ថារយៈពេលនេះមកពីពុករវល់ពេកមិនសូវបានដេកលក់ប្រកាសជាមិនទាន់ក្រោកទេ មិនអាចទេទម្លាប់របស់គាត់អូនដឹងច្បាស់ណាស់គាត់ពីដើមមកភ្ញាក់ពីព្រលឹមណាស់ បើអញ្ចឹងយើងហៅគាត់ទៅ បង ពុកអូនសម្លាញ់ត្រូវកែបងទម្លាយទ្វារដែរទេ បាន អូនសម្លាញ់អូនថយចេញសិនទៅចាំបងបោះខ្លាំង ប្រយ័ត្នបន្តិចណា 1 2 3អើយពុកមិនអីទេហ៎ ពុកមិនទេគាត់ចង់នៅស្ងប់ស្ងាត់ម្នាក់ឯងប៉ុណ្ណោះពួកឯងប្រមាថថ្ងៃនេះក៏មករំខានពុកឲ្យសោះណា ពុក អើយបាទទៅ ពុក បាយមហូបមិនឆ្ងាញ់ទេកុំប្រកាន់អីឆាប់ហូបទៅនេះសិនយកនំប៉ាវមក មកអរគុណហើយមិនក៏មិនឃើញលោកម្ចាស់ឆេងចេញមកហូបបាយជាមួយគ្នាអញ្ចឹងណោះហើយមិនបាច់គិតទៀតទេជំងឺពុកទៅជាភ្លាមស្រាប់តែមានជំងឺផ្ដាសាយទៀតឃុំខ្លួនឯងនៅក្នុងបន្ទប់មិនចេញមកពេញមួយថ្ងៃហើយបើគិតទៅពិតជាលំបាកដល់ពុកមែន ពុកខ្ញុំមានជីវិតអភ័ព្វណាស់តែងតែមានស្ថានភាពចម្លែកយ៉ាងនេះកើតឡើងខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចដែរ ណែលោកគ្រូពេទ្យក្រែងលោកពូកែខាងវិទ្យាពេទ្យណាលោកអាចមើលជំងឺរបស់ពុកខ្ញុំបានដែរទេហ្នឹង មែនហើយមិនក៏អូនភ្លេចឲ្យឆឹងអញ្ចឹងនៅផ្ទះពួកយើងមានគ្រូពេទ្យតែម្នាក់ដែរគ្រូពេទ្យសេយាតើអាចជួយមើលឲ្យពុកខ្ញុំបានទេបើតាមខ្ញុំយល់ឪពុកនាងត្រូវមានជំងឺមិនធម្មតាទេពិតជាជំងឺបេះដូងមែនណា ជំងឺបេះដូងស្អីទេ ណែខ្ញុំគិតថាក្នុងចិត្តលោកម្ចាស់ឆេងប្រកាសជាមានរឿងអីជំរុះចោលមិនបានហើយហើយនេះគាត់ចេះតែឃុំខ្លួនឯងទុកយ៉ាងនេះគឺដូចជាគាត់មានជំងឺឆ្កួតកាលពីមុនយ៉ាងអញ្ចឹងមើលទៅគាត់ព្រោះតែមានរឿងគិតច្រើនពេកទើបធ្វើឲ្យមានស្មារតីមិននឹងណោទើបคล้ายទៅជាមានជំងឺយ៉ាងនេះ មែនហើយខ្ញុំក៏យល់ថាយ៉ាងនេះដែរប៉ុន្តែបើចង់ព្យាបាលជំងឺបេះដូងពុកឲ្យជាត្រូវតែមានអ្នកមីងជាហូរ រឿងនេះយើងជួយមិនបានទេអូនគិតតែមើលជាហួរណា អេឈានតើពុកយ៉ាងម៉េចដែរគាត់សុំបីតែទ្វារបន្ទប់ក៏មិនអាចឲ្យខ្ញុំចូលដែរគ្រាន់តែទទួលយកតែម្ហូបហើយក៏ចូលទៅខំខ្លួនវិញ ហើយខ្ញុំយល់ថាបើយ៉ាងនេះពួកយើងមិនអាចជួយលោកម្ចាស់ឆេងបានទេគឺត្រូវពឹងលើគាត់ខ្លួនឯងគិតយល់ឲ្យបានច្បាស់ទើបអាចកិច្ចផុតពីចំណងចិត្តបានទើបអាចត្រឡប់មកនៅភាពដើមវិញ សង្ឃឹមថាព្រះជាម្ចាស់ជួយមើលថែពុកខ្ញុំឆាប់ត្រឡប់មកនៅក្បែរពួកខ្ញុំវិញផងមែនហើយបើវិញ្ញាណក្ខន្ធរបស់ម៉ែស័ក្តិសិទ្ធិតាមមើលថែពុកឲ្យឆាប់ជាផងអេឈានមិនក៏ឯងមិនហូបអញ្ចឹងចាក់ឃ្លានណាឯងហូបតែទៅបាទអញ្ចឹងពួកយើងហូបតែម្ដងទៅបាទបានបងឆាឈិញឈាននៅតែមិនព្រមអភ័យទោសឲ្យខ្ញុំសឹងតែមិនសុខចិត្តស្ដាប់ខ្ញុំពន្យល់ទៀតបងនិយាយទៅមើលតើខ្ញុំគួរធ្វើយ៉ាងម៉េចឯងកុំអានតែសារអីខ្ញុំបាននិយាយជាមួយឈានរួចហើយមែនទេថ្ងៃក្រោយចាំដោះសារចុះខ្ញុំមើលទៅកំហឹងរបស់គេគឺមិនមែនចំពោះឯងទេគេគឺដោយសារតែកលៈទេសៈបង្ខំមិនអាចទ្រាំបានហេតុនេះហើយទើបមិនព្រមទទួលការសុំទោសពីឯងប៉ុន្តែឈានក៏មិនត្រូវចេះតែយ៉ាងនេះទៀតដែររឿងនេះត្រូវមើលគេខំប្រឹងតែខ្លួនឯងហើយពេលវេលានេះគឺគេត្រូវការពួកយើងគ្រប់គ្រងគេឈឺឆ្អល់នឹងគេឲ្យគេមានអារម្មណ៍កក់ក្ដៅមិនយូរប៉ុន្មានគេនឹងអាចក្រោកឈរឡើងវិញហើយមិនអីទេអញ្ចឹងពួកយើងជួយឲ្យនាងឆ្លងកាត់ពីដំណាក់ពិបាកនេះជាមួយគ្នាទៅបានបងឆាឈិញអញ្ចឹងពួកយើងត្រូវធ្វើយ៉ាងម៉េចទៅឲ្យឈានសប្បាយចឹងជំនិច្ចការលែងត្រឡប់មកវិញនៅចំពោះមុខបងទៀតហើយចំណែកបងយ៉ាងណាក៏មិនត្រូវចេះតែកុហកខ្លួនឯងហើយចិត្តទៅស្គមស្គាំងយ៉ាងនេះតទៅទៀតដែរគឺធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភនឹងបងឈឺឆ្អាលនឹងបងជីហូបងជឿថាវិញ្ញាណក្ខន្ធរបស់អូននៅឋានលើក៏ប្រកាសជាមិនចង់ឃើញរូបបងយ៉ាងនេះដែរ